គឺយើងចាប់ផ្ដើមដើរតាមអូរលំឫស្សីហ្នឹងហើយតាមរូបរាងតាមប្រវែងតាមមុំដែលយើងគិតគូមករួចហើយហ្នឹងអត់ឃើញបកគោលហ្នឹងទេនៅក្នុងស្រែថៃដែលគាត់កំពុងធ្វើគឺយើងអត់ឃើញបកគោលហ្នឹងទេពេលដែលយើងជីកចាប់ផ្ដើមដាំវាចៃដល់នេះបុកថ្មហើយថ្មហ្នឹងពេលដែលយើងចេះតែជីករើតាមពិតគឺជាបង្គោលព្រំដែនចាស់ការពិតគឺនៅតែការពិតមិនមែនស្ថិតនៅខុសទីតាំងទេអញ្ចឹងអ្វីដែលយើងចោះស្រាវជ្រាវរកឃើញអ្វីដែលយើងបានប្រទះឃើញជាក់ស្ដែងគឺពិតជាទីតាំងបង្គោលលេខ43មិនមែនពាក់ព័ន្ធនឹងបង្គោលលេខ43នេះអាយដាមឲ្យមានអ្វីបន្ថែមពាក់ព័ន្ធជាមួយនេះបាទការពិតអាដាមបាយសង្លីលោកបានបរិយាយរៀបរាប់ពាក់ព័ន្ធជាមួយនឹងភស្តុតាងរបៀបក៏ដូចជាលក្ខណៈបច្ចេកទេសដែលយើងបានប្រើប្រាស់នៅក្នុងកំណត់នេះរួចហើយអ្វីដែលខ្ញុំក៏សម្គាល់នឹងចង់ជំរាបជូនបងប្អូនដែរថាដោយសារតែយើងយោងទៅលើឯកសារចំនួនបារាំង1908និង1909ហើយនឹង1919និង1920ដែលយើងហៅថា Procès Verbal Development គឺជាកំណត់ហេតុរបស់បកគោលព្រំដែនបាទអញ្ចឹងដោយសារយោងទៅលើការបរិយាយនៅក្នុងខ្លឹមសារនៃកំណត់ហេតុហ្នឹងខ្ញុំសូមបញ្ជាក់ជូនដែរអាដាមឡាយសលីលោកអត់ទាន់បានបញ្ជាក់ថាពេលនោះឯងគឺយើងចាប់ផ្ដើមដើរតាមអូរលំឫស្សីហ្នឹងហើយតាមរូបរាងតាមប្រវែងតាមមុំដែលយើងគិតគូមករួចហើយហ្នឹងក៏យើងបានអត់ឃើញបកគោលហ្នឹងទេនៅក្នុងស្រែថៃដែលគាត់កំពុងធ្វើគឺយើងអត់ឃើញបកគោលហ្នឹងទេប៉ុន្តែពេលដែលគាត់ចុះទៅលើដីគាត់ចាប់ផ្ដើមដៅទីហ្នឹងឯងថាតាមមុំតាមប្រវែងតាមអីហ្នឹងគឺយើងបានបានកំណត់រួចហើយក៏បានចាប់ផ្ដើមឲ្យបងប្អូនយើងជីកវាជាធម្មតាកាលណាយើងអត់ឃើញបកគោលហើយយើងឯកភាពទីតាំងគឺយើងនឹងដាំបកគោលបណ្ដោះអាសន្នមួយដែរប៉ុន្តែជាបកគោលព្រំដែនបណ្ដោះអាសន្នជា4ជ្រុង3ទឹក4ជ្រុងអីចឹងទៅនៅដីពេលដែលយើងជីកចាប់ដើមដាំវាចៃដល់នេះបុកថ្មបាទហើយថ្មហ្នឹងពេលដែលយើងចេះតែជីករើតាមពិតគឺជាបង្គោលព្រំដែនចាស់